បាទជំរាបសួរបងប្អូនដោយសារបងប្អូនមួយចំនួនសំណូមពរចង់ដឹងថាតើគេបង្កើត financial statement ដែលមានគេ balance sheet in income statement របៀបម៉េចឥឡូវបងប្អូនមើលទាំងអស់គ្នាឥឡូវនេះយើងមានគេ balance sheet មួយដែលវានៅក្នុង Microsoft Power BI នេះគឺតែជាទិន្នន័យដែលយើងចូលចេញពីក្នុង database របស់យើងដែលយើង database របស់យើងមានស្រាប់វា connect ទៅជាមួយគ្នាហើយយើងយក data ហ្នឹងយកមកធ្វើ balance sheet ហ្នឹងហើយនេះគឺជា balance sheet បាទហើយនេះគឺជាតកតនឹង KPI នៅក្នុងនេះនៅក្នុងនេះវាមាន visual មានស្អីៗយ៉ាងមកតកតង income statement វានៅនេះយើង click វាមកហើយយើងអត់ចាំបាច់ប្រើនៅក្នុង QuickBooks អីទេបាទនេះឬក៏ប្រើនៅក្នុង Excel អីទេយើងប្រើនៅក្នុង Power BI ទេបាទតើនេះគឺ income statement បាទអានេះសិតតែទិន្នន័យដែលយើងទាញយកចេញពី database មកយើងសួរថារូបរាង database របស់យើងមានរូបរាងរបៀបម៉េចបាទឥឡូវយើងមើលទាំងអស់គ្នានេះគឺជា database ដែលយើង upload វាចូលដែលយើង connect វាមួយគ្នាមកវាមានអញ្ចឹងវាមាន GL trend date អីចឹងមក journal ID វាមាន GL account number អីចឹងមកបន្តមកអាហ្នឹងទៅលើហៅថាតកតងប្រភេទ data របស់យើងបាទនេះចេញមកយ៉ាងមកឥឡូវយើងមើល data set មួយទៀតអានេះវាមាន month number វាមាន quarter វាមាន year វាមាន date វាមាន month ID វាមាន month name មាន day of month អីចឹង day of week អីចឹងមកអានេះជាប្រភេទ data set ដែលយើង upload ចូលក្នុងគេ Microsoft Power BI បាទអានេះ data set ដែលវានិយាយអំពីគេហៅថា category sub category អីចឹងមកបាទសួរថាឥឡូវ initial database របស់វាដំបូងគេគឺនៅណានេះឥឡូវខ្ញុំបើកនៅក្នុង Excel នេះយើងនេះវា file ហ្នឹងវានៅក្នុង Excel នេះទេមុនចូលនៅក្នុង Power BI នេះវានៅក្នុង Excel អានោះខ្ញុំនិយាយរឿងយើងទាញ database ចេញពី Excel ណាបើសិនបងប្អូនចង់ភ្ជាប់គឺមើលរបៀបហ្នឹងទៅអានេះគឺជា database ដែលវានៅក្នុង Excel របស់យើងចឹងមកបាទនេះគឺជា database បាទអូខេឥឡូវបន្ទាប់ពីយើងឃើញ database ជា Excel ហ្នឹងហើយយើង upload វាចូលក្នុង Microsoft Power BI មកគឺវាចេញរបៀបនេះចេញពេលហ្នឹងអានេះគឺជាទិន្នន័យតទៅពេលយើង upload វាចេញមកចេញវាអញ្ចឹងហើយយើងធ្វើ balance sheet income statement នៅក្នុង Microsoft Power BI ហ្នឹងតែម្ដងគឺយើងបានរបៀបនេះអានេះគឺជា income statement បាទអានេះវាមាន visualize ផ្សេងយ៉ាងមកអ្វីដែលយើងចង់ឃើញនៅលើហ្នឹងដែរបាទឥឡូវយើងមើលទៅលើ balance sheet ទៀតយើងមើលមកទៀតនេះគឺយើងអាចធ្វើចឹងបានបងប្អូនយើងចាំបាច់ប្រើតែតាម QuickBooks អីទេយើងអាចធ្វើតាម Power BI បានណាឃើញវាអែមជាង Excel ឆ្ងាយបាទហើយវាខ្ញុំមិនហ៊ានថាវាអែមជាង QuickBooks ទេតែខ្ញុំគិតថាប្រហែលជាវាល្អជាងឆ្ងាយពី QuickBooks ព្រោះនេះវា real time analysis បាទកន្លែងនេះយើងចង់បាន visual អីវាចេញទៅលើនឹង KPI វាគេហៅថាអីគេហៅថា real time analysis បាទនៅពេលយើង input data ចូលទៅគឺវា automatic generate នៅលើនឹងតែម្ដងបាទមិនផាកបងប្អូនធ្វើតារ៉ែទេបាទ